Hello ក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំអេមីហ្គីខាសាជាថ្មីម្ដងទៀតហើយតោះយើងក៏មកខាត់ពេលយូរទៅតាមដានទស្សនភាពបន្តទាំងអស់គ្នាដោយដែលយើងបានដឹងការវិភាគមុនអញ្ចឹងរឿងទាំងអស់ត្រូវបានបែកកាយហើយឥឡូវពេលនេះពួកគេទាំងពីរនាក់ក៏បានចង់សម្រួលគ្នាប៉ុន្តែមើលទៅការសួរតបរបស់យើងគឺគេមិនទាន់ចង់និយាយទេតែសៅអ៊ីរបស់យើងក៏សុំគេឃ្លារឿងមិញហ្នឹងសិនតែបានសុំក៏បាននិយាយទាំងញញឹមណាសួរទៅកាន់សៅអ៊ីវិញថានឹងមែនជាមូលហេតុដែលឯងបានគិតពីខ្ញុំអញចង់បានសង្សារមែនហើយសៅអ៊ីរបស់យើងក៏ឆ្លើយអត់ចេញតែគេក៏បានសម្រួលអារម្មណ៍បន្តិចវិញហើយក៏បាននិយាយទៅកាន់ស៊ូទ័រថាមកពីខ្ញុំមិនចង់ស្រឡាញ់មនុស្សប្រុសស៊ូទ័រឯណែវិញគ្រាន់តែលឺហើយថ្លើមប្រមាត់បេះដូងមិនដឹងជាធ្លាក់ដល់ណាហើយទេហើយគេក៏បានបង្ហាញស្នាមញញឹមឡើងរួចក៏បានតបទៅកាន់សៅអ៊ីខ្ញុំយល់ប៉ុន្តែខ្ញុំគិតថាឯងមិនចាំបាច់មានសង្សារជាមនុស្សស្រីក៏បានបើគ្រាន់តែរឿងបែបនេះឯងធ្វើបែបនេះវាដូចជាធ្វើបាបគេយ៉ាងចឹងហើយនិយាយបណ្ដើដៃរបស់គេក៏ចិត្តតែលេងរបួសនឹងរុំជើងឲ្យសៅអ៊ីបណ្ដើហើយសៅអ៊ីឯនេះវិញក៏ធ្វើខ្លួនមិនត្រូវដែរហ្នឹងព្រោះអីគេក៏មានអារម្មណ៍ថារអៀលខ្លួនមើលទៅខ្លួនឯងអាត្មានិយមខ្លាំងបរិយាកាសបន្ទាប់ក៏មានភាពស្ងប់ស្ងាត់កើតឡើងដោយសារតែម្នាក់មិនដឹងថាគួរនិយាយអីដូចគ្នាហើយស៊ូទ័ររបស់យើងគឺថាខំមកសង្កត់ចិត្តព្យាយាមសម្រួលអារម្មណ៍លេខទឹកមាត់បន្សាបំពង់កទាំងអ៊ូណែនតែម្ដងហើយក៏និយាយទៅកាន់សៅអ៊ីទាំងជូនពរគេឲ្យគេឆាប់រកមនុស្សស្រីដែលគេស្រឡាញ់ឃើញហើយក៏ស្រឡាញ់នាងនឹងធ្វើល្អចំពោះនាងរួចគេក៏បាននិយាយបន្តទៀតថាខ្ញុំជូនពរឲ្យឯងរីករាយជាមួយនឹងមនុស្សដែលឯងស្រឡាញ់គេក៏បានហៅឈ្មោះស៊ូទ័រដូចជាចង់និយាយអីជាមួយអញ្ចឹងប៉ុន្តែស៊ូទ័រក៏បាននិយាយកាត់នឹងបានឲ្យគេក្រោកឈរឡើងចង់ដឹងថាជើងរបស់គេដែលឈើហ្នឹងដើរបានដែរអត់ចង់និយាយអីទៀតសៅអ៊ីបើកូនកន្លោះខ្ញុំប្រឹងទប់ទឹកភ្នែកយ៉ាងនេះបើថានិយាយបន្តទៀតប្រកាសជាយំនៅនឹងមុខតែម្ដងហើយមើលទៅសៅអ៊ីក៏បាននិយាយអរគុណទៅកាន់ស៊ូទ័រគេគ្រាន់តែញញឹមហើយក៏បានស្វីកតាបំណងនឹងដើរចេញតែក៏ឈប់វិញនឹងបានហៅទៅកាន់សៅអ៊ីថាសៅអ៊ីខ្ញុំពិតជាស្រឡាញ់ឯងមែនប៉ុន្តែវាមិនមែនជារឿងអ្វីដែលអញត្រូវគិតនោះទេដែលគេនិយាយនឹងគឺចង់បានន័យថាឲ្យសៅអ៊ីបំភ្លេចរឿងគ្រប់យ៉ាងដែលបានឮថាគេសារភាពទៅកាន់សៅអ៊ីទៅហើយក៏កុំបាច់ខ្វល់ដែរព្រោះថាក្តីស្រឡាញ់ដែលគេស្រឡាញ់សៅអ៊ីហ្នឹងសុំតែគេអ្នកស្រឡាញ់តែបានហើយសៅអ៊ីយើងហ្នឹងធ្វើបាបកូនខ្ញុំខ្លាំងខ្ញុំមានជាការចង់ប្តឹងយើងឡើងតុលាការកាន់មកពេលយប់ឡើងស៊ូទ័រគេក៏បានអង្គុយញ៉ាំអាហារជាមួយនឹងម៉ាក់របស់គេដល់អង្គុយញ៉ាំបាយហ្នឹងគឺថាគ្មានបលាំងបលះក្នុងខ្លួនទេហើយម៉ាក់របស់គេក៏បានផ្ទះដៃឲ្យលឺរួចក៏បានសួរទៅកាន់ស៊ូទ័រនៅរស់តែហើយស៊ូទ័ររបស់យើងក៏ហួចចិត្តជាមួយម៉ាក់អត់និយាយតមួយម៉ាក់ទៀតហើយម៉ាក់របស់គេក៏បានសួរថាគេកើតអីមានរឿងអីកើតឡើងស៊ូទ័រក៏តបខ្ញុំមានកើតអីណាហើយម៉ាក់របស់ស៊ូទ័រគាត់ក៏បានហួចចិត្តទៅកាន់ស៊ូទ័រព្រោះថាគាត់ដឹងថាស៊ូទ័រកំពុងតែមានរឿងក្នុងចិត្តប៉ុន្តែអត់និយាយប្រាប់គាត់ក៏បានសួរទៅកាន់ស៊ូទ័រក្រែងខ្ញុំគឺជាម៉ាក់របស់ឯងមិនចឹងឯងមានរឿងអីក៏និយាយប្រាប់ខ្ញុំមកស៊ូទ័រក៏បានដកដង្ហើមធំមួយគឺហើយគេក៏បានសម្រេចចិត្តប្រាប់ម៉ាក់គេតែម្ដងទៅហើយបាននិយាយថាខ្ញុំកំពុងតែគិតថាតើខ្ញុំអាចបោះបង់មនុស្សដែលខ្ញុំកំពុងតែលួចស្រឡាញ់នឹងបានដោយរបៀបណាម៉ាក់របស់ស៊ូទ័រក៏បានសួរបើអញ្ចឹងឯងមានតាមញ៉ាយគេអត់ស៊ូទ័រក៏មិនឆ្លើយតែគេក៏បានកវីក្បាលម៉ាក់របស់គេនឹងគឺថាហួចចិត្តជាមួយនឹងស៊ូទ័រហ្មងគាត់ក៏បានសួរទៅកាន់ស៊ូទ័រឯងមិនទាន់ទៅបានញ៉ាយគេផងហើយឯងចង់បោះបង់បាត់ទៅហើយឯងបាត់ភាពក្លាហានពីមុនទៅណាខ្ញុំចាំបានថាកាលពីមុនឯងពិតជាក្លាហានណាស់ឬមួយក៏ឯងត្រូវឲ្យខ្ញុំរំលឹកពីភាពក្លាហានរបស់ឯងដែរគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់កូនប្រុសរបស់គាត់បើសិនជាគ្មានអ្វីមករារាំងទេឯងគួរតែតាមញ៉ាយគេអស់ពីលទ្ធភាពទៅឯងចង់បោះបង់ទាំងដែលឯងមិនទាន់ចាប់ផ្ដើមនឹងបានយ៉ាងម៉េចឬមួយក៏ឯងចង់ស្ដាយក្រោយនៅពេលក្រោយស៊ូទ័រក៏តបបើសិនជាខ្ញុំប្រាប់ម៉ាក់ថាខ្ញុំដឹងថាខ្លួនឯងនឹងបរាជ័យតែខ្ញុំគួរតែខំប្រឹងទៀតដែរអត់ប៉ុន្តែអ្នកម៉ាក់របស់ស៊ូទ័រហ្នឹងគឺថាគាត់នៅតែព្យាយាមលើកទឹកចិត្តឲ្យស៊ូទ័រទៅតាមញ៉ាយមនុស្សដែលស៊ូទ័រស្រឡាញ់ទៅហើយគាត់ថែមទាំងប្រាប់ទៀតថាមនុស្សប្រុសគឺមានមន្តស្នេហ៍បំផុតនៅពេលដែលគេព្យាយាមតស៊ូដើម្បីទទួលបានមនុស្សម្នាក់នោះប៉ុន្តែនិយាយចុះនិយាយឡើងគាត់ក៏បាននិយាយទៅកាន់ស៊ូទ័រទោះជាយ៉ាងណាឯងក៏ត្រូវតែទៅនៅអាមេរិកជាមួយនឹងម៉ាក់តែបើសិនជាឯងរើសយកមនុស្សដែលឯងស្រឡាញ់ធំជាងម៉ាក់ច្បាស់ជាមិនសុខចិត្តទេស៊ូទ័រគេក៏បាននិយាយលងទៅកាន់ម៉ាក់គេខ្ញុំប្រកាសជារើសយកម៉ាក់ហើយនិយាយចុះនិយាយឡើងចងជើងកូនតដែលអ្នកម៉ាក់កាត់មកមើលលោកជូសូអ៊ីរបស់យើងវិញគឺថាមានជាការតុកសេចមើលសិភៅក៏មិនកើតអីអញ្ចឹងទៅហើយក៏បានសម័យទៅដល់ទស្សនវិជ្ជានិងសកម្មភាពរបស់ស៊ូទ័រដែលស៊ូទ័របានជួយគេធ្វើល្អដាក់គេពួកគេទាំងពីរនាក់ប្រកួតហ្គេមគ្នានឹងពេលវេលាដែលស៊ូទ័ររបស់យើងបានសារភាពប្រាប់គេផងដែរហើយក៏បានរអ៊ូត្រទាល់ម្នាក់ឯងមែនហើយគេគឺជាអ្នកស្រឡាញ់ខ្ញុំវាមិនមែនជារឿងរបស់ខ្ញុំទេ
មានជាការដឹកដល់គេគិតដល់គេអីចឹងណាបងអូនហើយនិយាយពីថាសភាពវិញគឺថាវេទនាដល់កហើយពេលនោះស៊ូទ័រក៏បានផ្ញើសារមកកាន់សៅអ៊ីដែលគេបានប្រាប់ថាកិច្ចព្រមព្រៀងរបស់ពួកគេទាំងពីរនាក់គឺត្រូវបានបញ្ចប់ហើយវីដេអូដែលគេថាគម្រាមសៅអ៊ីយកទៅផុសហ្នឹងក៏គេលុបចោលដែរហើយក៏បាននិយាយអរគុណទៅកាន់សៅអ៊ីដែលធ្វើជាមិត្តរបស់គេប្រហែលថ្ងៃហ្នឹងតែសៅអ៊ីរបស់យើងឯនេះមានជាការប្រតិកម្មតែម្ដងឬក៏និយាយដាក់ទូរស័ព្ទឯងថាប្រហែលថ្ងៃឯងឈប់ធ្វើមិត្តភក្តិក៏ឈប់ទៅគ្មានពីណាខ្វល់ទេអត់អីទេចូលសអ៊ីខ្ញុំឲ្យយើងខ្មើសិនទៅតន្តិចទៀតដឹងខ្លួនហើយកាន់មកមើលលោកគ្រូពេទ្យសង្ហារបស់យើងវិញគាត់កំពុងតែព្យាបាលរបួសឲ្យអ្នកជំងឺប៉ុន្តែមើលទៅកាន់កាយវិការរបស់គេវិញគឺគ្មានសមជាពេទ្យអីទេគឺថារុំយកតែមកហើយអាពេលរុំហើយឆ្លៀតបោះជើងអ្នកជំងឺចោលតែអាគ្នានៅឈឺចង់ស្លាប់ហើយសំខាន់រុំបដានិយាយគម្រាមអ្នកជំងឺបដាឬថាបើសិនជាពួកគេជិះដួលម្ដងទៀតគាត់នឹងបំបីឆ្អឹងរបស់ពួកគេចោលហ្មងគឺអត់មានជួយមើលជួយអីទេនៅពេលដែលអ្នកជំងឺចេញទៅបាតស៊ូទ័រក៏បានដើរចូលមកនឹងបានហៅឈ្មោះរបស់លោកគ្រូពេទ្យប៉ុន្តែលោកគ្រូពេទ្យមិនបានឆ្លើយបានហៅឈ្មោះរបស់លោកគ្រូពេទ្យម្ដងទៀតយ៉ាងលឺហើយគាត់ភ្ញាក់មកវិញនឹងបានសួរទៅកាន់លោកគ្រូពេទ្យថាតើគេកាត់អីមិនបានមើលទៅផ្លឹកអញ្ចឹងហើយលោកគ្រូពេទ្យក៏បានតបវិញវាមានរឿងអីទេគ្រាន់តែឯងឈរនៅមាត់ទ្វារវាធ្វើឲ្យខ្ញុំរំលឹកដល់ក្មេងដែលមានបញ្ហាព្រោះតែខ្ញុំបានជួបគេនៅពេលដែលខ្ញុំធ្វើជាពេទ្យនៅឯវិទ្យាល័យសួរតើគេក៏មិនបានខ្វល់អីដែរហើយក៏បានសួរទៅកាន់លោកគ្រូពេទ្យហេតុអីក៏មករញ៉េរញ៉ៃជាមួយនឹងរឿងរបស់គេហើយលោកគ្រូពេទ្យក៏បានតបវិញក៏មកពីឯងញ៉ាំមីរបស់យើងដោយមិនសួរយើងធ្វើអីហើយសួរតើរបស់យើងគឺថាហួចចិត្តហ្មងក៏បានសួរថាមីមួយកញ្ចប់ហ្នឹងធួនដល់ម្លងហ្មងលោកគ្រូពេទ្យក៏បានតបវាជាមីរបស់ខ្ញុំឯងអាចញ៉ាំអ្វីក៏បានតាមតែឯងចង់ប៉ុន្តែវាមិនមែនជាមីមួយកញ្ចប់លេងខ្វល់អារឿងមីហ្នឹងតែក៏នៅតែសួររឿងដែលលោកគ្រូភ្ញាក់ផ្អើលនឹងបើកភ្នែកធំហើយក៏និយាយលេងទៅកាន់លោកគ្រូពេទ្យខ្ញុំមិននឹងទុកគេតែម្នាក់ឯងខ្ញុំមិនឲ្យបងឃើញទេកាត់មកមើលសៅអ៊ីរបស់យើងវិញគឺថាគ្រប់សកម្មភាពដេកដើរឈរអង្គុយមិនថាលេងព្យ៉ាណូមិនថារៀនមិនថាមកចុះបណ្ណាល័យទេគឺអារម្មណ៍នឹករំពៃទៅរកតែស៊ូទ័ររបស់យើងនឹងឯងតែគេជាមួយនឹងស៊ូទ័រខានបានជួបគ្នាមកជាច្រើនថ្ងៃទៅហើយសំខាន់ឥឡូវហ្នឹងគឺថាស៊ូទ័ររបស់យើងព្យាយាមគេចមុខពីសៅអ៊ីទៀតសម្បីតែពេលនៅកន្លែងហាលទឹកក៏សៅអ៊ីរបស់យើងព្យាយាមសម្លឹងចាំមើលផ្លូវរបស់ស៊ូទ័រដែរប៉ុន្តែនៅតែមិនឃើញសមត្ថរបស់ស៊ូទ័រចាំរហូតដល់តែគេងលក់ពេលនោះស៊ូទ័ររបស់យើងក៏បានដើរចូលមកក្នុងបណ្ណាល័យហើយក៏បានឃើញថាសៅអ៊ីរបស់យើងហ្នឹងក៏គេងនៅលើសភៅដែលគេបានរៀនហ្នឹងហើយនៅលើសភៅដែលគេរៀនហ្នឹងក៏មានសរសេរឈ្មោះរបស់ស៊ូទ័រយើងដែរហើយស៊ូទ័រយើងក៏បានឃើញដូចគ្នាហើយសាច់រឿងក៏កាត់មកដល់ថ្ងៃបន្ទាប់ទៀតដោយសៅអ៊ីហើយនិងមិត្តភ័ក្តិរបស់គេកំពុងតែដើរនៅក្នុងសាលារៀនមិត្តភ័ក្តិរបស់សៅអ៊ីគឺព្យាយាមនិយាយច្រើនមែនទែនសួរពីនេះសួរពីនោះប៉ុន្តែសៅអ៊ីរបស់យើងហ្នឹងគឺគ្មានបលឹងបលះនៅក្នុងខ្លួនទេពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាសុកពេលនោះស៊ូទ័រក៏បានដើរកាត់មុខរបស់ពួកគេសៅអ៊ីឃើញភ្លាមក៏បញ្ញាប់រត់ទៅហៅណាប៉ុន្តែនៅពេលដែលទាញមកគឺមិនមែនជាស៊ូទ័ររបស់យើងទេហើយមិត្តភ័ក្តិរបស់សៅអ៊ីក៏បញ្ញាប់ទៅសុំមិត្តភ័ក្តិរបស់សៅអ៊ីគឺឆ្ងល់មែនទែនក៏បានសួរទៅកាន់សៅអ៊ីហើយសៅអ៊ីរបស់យើងគឺមានឆ្លើយអីទេបាននិយាយថាគេបានកិច្ចពីខ្ញុំគឺគេបានកិច្ចពីខ្ញុំហើយឡើងមិត្តភ័ក្តិរបស់គេឡើងឆ្ងល់ហ្មងកិច្ចពីអីឡើងគ្នាឡើងអត់យល់កាត់មកមើលស៊ូទ័រជាមួយនឹងមិត្តភ័ក្តិរបស់គេវិញតែមិត្តភ័ក្តិរបស់គេក៏សុំនិយាយជាមួយហើយស៊ូទ័ររបស់យើងក៏យល់ព្រមនិយាយជាមួយដូចគ្នាហើយមិត្តភ័ក្តិរបស់ស៊ូទ័រហ្នឹងក៏សួរត្រង់ថាស៊ូទ័រហ្នឹងចូលចិត្តសៅអ៊ីមែនស្រឡាញ់សៅអ៊ីមែនហើយស៊ូទ័ររបស់យើងក៏មិនចង់ប្រាប់ដែរក៏បានប្រាប់ថាវាមិនមែនជារឿងរបស់ឯងទេប៉ុន្តែមិត្តភ័ក្តិរបស់គេក៏បានចាប់ដៃឲ្យឈប់និងបាននិយាយបន្តទៀតគេសុំពេលនិយាយជាមួយបន្តិចទៀតបានអត់នៅពេលដែលស៊ូទ័រយល់ព្រមគេក៏បានសួរទៅកាន់ស៊ូទ័រឯងដឹងមែនទេថាហេតុអីបានជាខ្ញុំតាមឯងរហូតមកដល់សប្តាហ៍ថ្ងៃនេះដែលគេនិយាយបែបហ្នឹងគឺចង់បានន័យថាគេសារភាពថាគេណាស្រឡាញ់ស៊ូទ័រចឹងណាប៉ុន្តែស៊ូទ័រក៏បានបដិសេធទៅកាន់មិត្តភ័ក្តិរបស់ខ្លួនហើយគេនិយាយថា ស៊ីស៊ូយូតាមពិតទៅឯងមិនគួរដាក់អារម្មណ៍ស្រឡាញ់ទៅលើអ្វីមួយខ្លាំងពេកនោះទេក្តីស្រឡាញ់ពេលខ្លះវាក៏មិនត្រូវចាំបាច់តតែមានការតបស្នងក្តីស្រឡាញ់មកវិញដូចគ្នាពេលខ្លះយើងក៏អាចលះបង់ក្តីស្រឡាញ់តែម្ខាងអញ្ចឹងហើយឯងក៏មិនដាក់ចិត្តស្រឡាញ់ខ្លាំងពេកសូមទោសផងអ្នកទាំងអស់គ្នាដែលសារតែខ្ញុំស្ទើររឿងអានអង់គ្លេសដែរអញ្ចឹងបើសិនជាខ្ញុំអានឈ្មោះតួអង្គខុសក៏មកកាន់អីណាហើយស៊ឺយូហ្នឹងក៏បានសួរទៅកាន់ស៊ូទ័រអញ្ចឹងទង្វើដែលឯងធ្វើកន្លងមកវាមិនមែនជាការផ្ដោតក្តីសង្ឃឹមឲ្យខ្ញុំទេអីហើយស៊ូទ័ររបស់យើងក៏បានតបទៅគេវិញទាំងញញឹមណាបើសិនជាអតីតកាលខ្ញុំធ្វើឲ្យឯងឈឺចាប់ហើយធ្វើឲ្យឯងមានក្តីសង្ឃឹមឲ្យខ្ញុំសូមទោសផងហើយក្រោយពីសារភាពប្រាប់ស៊ូទ័រអត់ព្រមហ្នឹងហើយគេក៏បានមកបញ្ចេញកំហឹងនៅឯកន្លែងទូដាក់អីវ៉ាន់ណាដល់គេចេះតែវាយទូអីវ៉ាន់ហ្នឹងហើយក៏សួរថាហេតុអីបានជាស៊ូទ័រមិនស្រឡាញ់ខ្លួនអីអញ្ចឹងទៅហើយពេលនោះមិត្តភ័ក្តិរបស់សៅអ៊ីហ្នឹងគេក៏បានដើរមកឬក៏យកទឹកឲ្យផឹកឲ្យបានប្រាប់ថាគេស្រែកយូរណាស់ហើយអញ្ចឹងប្រហែលជាឃ្លានទឹកហើយប៉ុន្តែអ្នកខាងនេះគឺថាញញសាហាវក៏បានជេរគេអញ្ចឹងណាវាយគេផងអីផងអញ្ចឹងទៅប៉ុន្តែមកសន្ទុះក្រោយមកពួកគេទាំងពីរនាក់ក៏បាននិយាយត្រូវគ្នាវិញក៏លេងមកមើលសៅអ៊ីរបស់យើងវិញក៏អង្គុយសម្លឹងមើលសារចាស់ដែលគេលេងជាមួយនឹងស៊ូទ័រគឺថាគ្មានលេងព្យ៉ាណូអីទេមកអង្គុយធ្មើកតែម្ដង
យូជីនដែលនៅក្បែរនោះនាងឃើញអញ្ចឹងក៏បានដឹងភ្លាមហ្មងថានេះគឺជាអាការៈស្នេហាហើយនាងក៏បាននិយាយទៅកាន់សៅអ៊ីដោយនាងបាននិយាយថាបើសិនជាលោកនឹកគេហេតុអីក៏មិនព្រមទៅជួបគេសៅអ៊ីបើយើងក៏តបទៅកាន់យូជីនទាំងអស់សង្ឃឹមណាដែលគេបាននិយាយថាទៅជួបគេឥឡូវនេះកំពុងតែកិច្ចពីខ្ញុំហើយខ្ញុំគិតថាសម័យនេះទៅហើយការរកមនុស្សម្នាក់គឺវាមិនលំបាកទេប៉ុន្តែនេះវាពិតជាលំបាកណាស់សម្រាប់ខ្ញុំគេក៏បាននិយាយជាមួយយូជីនដែលគេឆ្ងល់ថាហេតុអីបានជាស៊ូទ័ររកគេឃើញព្រោះតែពួកគេទាំងពីរនាក់គឺមកពីសាលាខុសគ្នាមកពីកន្លែងខុសគ្នាប៉ុន្តែស៊ូទ័ររបស់យើងក៏នៅតែតាមគេរហូតអញ្ចឹងណាយូជីននាងក៏បានតបវិញពិតមែនហើយឯងនៅចាំតែអត់នៅពេលដែលពួកយើងលេងធ្វើជាខ្មោចនៅពេលដែលស៊ូទ័រគេធ្វើជាខ្មោចគេតែងតែចាប់បានឯងមុនគេឯងគិតទៅមើលថាហេតុអីហើយស៊ូអ៊ីរបស់យើងក៏អត់ឆ្លើយនាងក៏បាននិយាយបន្តទៀតថាក៏ព្រោះតែគេតាមសម្លឹងមើលឯងរហូតហ្នឹងនៅពេលដែលនិយាយចប់នាងក៏ញញឹមហើយនិយាយទៅកាន់សៅអ៊ីឯងប្រហែលជាស្រឡាញ់គេហើយទីដឹងហើយសៅអ៊ីរបស់យើងក៏មិនមាត់ដូចគ្នានាងក៏បាននិយាយលើកទឹកចិត្តសៅអ៊ីរបស់យើងថាឲ្យទៅរកស៊ូទ័រទៅហើយទៅឃ្លារឿងនោះជាមួយគ្នាអ៊ីក្រោយពីទទួលបានកម្លាំងចិត្តពីមិត្តភ័ក្តិអញ្ចឹងហើយគឺថាងើបកាន់ទូរស័ព្ទដើរទៅរយតែម្ដងហើយគេក៏បានផ្ញើសារទៅកាន់ស៊ូទ័រប៉ុន្តែស៊ូទ័ររបស់យើងចូលមើលហើយគឺបន្តទៀតតែជួនជាពេលនោះអីគឺសៅអ៊ីរបស់យើងបានឃើញស៊ូទ័របាត់ទៅហើយគេក៏បានដើរទៅស្ទាក់មុខរបស់ស៊ូទ័រដោយមនុស្សមិនទាន់មកដល់ទេគឺថាសម្លេងមកដល់មុនទៅហើយស្រែកសួរស៊ូទ័រថាហេតុអីបានជាគេព្យាយាមកិច្ចពីខ្លួនឯងអញ្ចឹងតាសប្បាយណាស់ទៅអីជាមួយនឹងហ្គេមហ្នឹងអត់ចេះហត់ទេអីប៉ុន្តែស៊ូទ័ររបស់យើងបែរជាគិតថាសៅអ៊ីប្រហែលជាមកតាមរករឿងដោយសារតែរឿងវីដេអូនោះគេក៏បានប្រាប់សៅអ៊ីថាគេបានលុបអស់ហើយបើអត់ជឿទេអាចយកទូរស័ព្ទគេទៅឆែកបានប៉ុន្តែសៅអ៊ីរបស់យើងក៏បានវាទូរស័ព្ទនឹងចេញព្រោះតែគេមកនេះគឺមិនបានខ្វល់ជាមួយនឹងវីដេអូទេគឺគេមកតាមលួងបងហើយគេក៏បាននិយាយបន្តទៀតគឺស៊ូទ័រធ្វើបែបនេះក៏ព្រោះតែស៊ូទ័រព្យាយាមចង់ជួយខ្លួនឯងស៊ូទ័រព្យាយាមឲ្យខ្លួនរញ៉េរញ៉ៃជាមួយនឹងរឿងនេះដើម្បីកុំឲ្យមានពេលវេលាច្រើនទៅគិតរឿងរបស់យូជីនតែស៊ូទ័រក៏និយាយប្រកែកដែលគេបាននិយាយថាខ្ញុំមិនបានល្អបែបនោះទេខ្ញុំធ្វើបែបនេះក៏ព្រោះតែខ្ញុំមកចង់បានផលប្រយោជន៍ពីឯងដូចគ្នាខ្ញុំក៏ធ្វើវាដើម្បីខ្លួនឯងដូចគ្នាហើយគេក៏បាននៅឃើញតែដល់ពេលដែលគេបាននិយាយគ្នាជាមួយនឹងសៅអ៊ីនៅឯបន្ទប់ពេទ្យនោះហើយសម្រាប់អ្នកដែលចូលមកមើលថ្មីអត់ទាន់ដឹងថាសាច់រឿងទៅនឹងគេនិយាយពីអីទេអាចត្រឡប់ទៅមើលវិញបានសៅអ៊ីក៏តបទៅកាន់ស៊ូទ័រវិញទាំងខឹងណាតាមជាមិត្តភក្តិនឹងមែនហើយស៊ូទ័ររបស់យើងក៏បានតបក៏ឯងអាចធ្វើដាក់យូជីនជាមួយនឹងមិត្តភក្តិរបស់ឯងបានតើអញ្ចឹងខ្ញុំក៏ធ្វើបានដូចគ្នាហើយគឺថាសៅអ៊ីរបស់យើងអស់ពាក្យថ្លែងជាមួយនឹងស៊ូទ័រតែម្ដងក្រោយនិយាយគ្នាមិនទាន់ដឹងរឿងអីប៉ុន្មានផងស៊ូទ័ររបស់យើងក៏បានចង់ដើរចាក់ចេញប៉ុន្តែសៅអ៊ីក៏បានស្រែកហៅពីក្រោយនិងសួរគេថាតើមនុស្សដែលសំណាងម្នាក់នោះនៅតែជាគេដែរអត់ស៊ូទ័រគេក៏បានឈប់នឹងបែរសម្លឹងមកមើលមុខសៅអ៊ីហើយសៅអ៊ីរបស់យើងក៏បាននិយាយបន្តថាតើម្នាក់ដែលឯងនិយាយនៅឯបន្ទប់ពេទ្យនោះគឺជាខ្ញុំត្រូវអត់ហើយខ្ញុំនៅតែទទួលបានសំណាងល្អនឹងដែរអត់ឯងប្រាប់ខ្ញុំមកស៊ូទ័រក៏បានតបវិញឯងកង្ខ្វល់អីបំភ្លេចវាចោលទៅប៉ុន្តែសៅអ៊ីរបស់យើងក៏បានទាញស៊ូទ័រមកវិញហើយនឹងបាននិយាយទៅកាន់ស៊ូទ័រខ្លាំងៗថាខ្ញុំនិយាយពិតមែនខ្ញុំនិយាយវាជាការពិតប៉ុន្តែស៊ូទ័ររបស់យើងក៏បានប្រាប់ឲ្យសៅអ៊ីឈប់ប៉ុន្តែសៅអ៊ីយើងមានឈប់អីខឹងហើយក៏បានចូលទៅថោកគេណាប៉ុន្តែស៊ូទ័ររបស់យើងក៏បានងាកមុខចាញ់ហើយសៅអ៊ីក៏បានសម្លឹងមើលមុខស៊ូទ័រឡើងយូរហើយស៊ូទ័ររបស់យើងក៏បានរុញសៅអ៊ីចេញមួយទំហឹងតែម្ដងព្រោះគេក៏បានថាឲ្យសៅអ៊ីខ្លាំងឲ្យគេបញ្ឈប់ទង្វើឈួតឡប់របស់គេនឹងទៅប៉ុន្តែសៅអ៊ីក៏បានតបក៏មកពីឯងមិនព្រមប្រាប់ខ្ញុំថាខ្ញុំនៅតែជាមនុស្សដែលទទួលបានសំណាងនឹងឬមួយក៏អត់ឬក៏បាននិយាយបន្តទៀតឬមួយក៏ថ្ងៃនោះឯងគ្រាន់តែនិយាយឲ្យតែបានទេហើយស៊ូទ័ររបស់យើងក៏បានតបវិញទាំងខឹងណាឯងនិយាយវាធ្វើអីឯងរំលឹកវាធ្វើអីហើយសៅអ៊ីរបស់យើងក៏បានតបក៏ព្រោះតែខ្ញុំស្រឡាញ់ឯងស៊ូទ័រគ្រាន់តែលឺអញ្ចឹងហើយគឺថាស្រឡាំងកាំងធ្វើអីលែងត្រូវតែម្ដងមិនថាតែស៊ូទ័រទេសូម្បីតែសៅអ៊ីខ្លួនឯងហ្នឹងក៏ធ្វើខ្លួនមិនត្រូវដូចគ្នាក្រោយស្ងាត់អស់មួយសន្ទុះស៊ូទ័ររបស់យើងក៏បានសួរទៅកាន់សៅអ៊ីចុះយូជីនវិញហើយឯងក៏ធ្លាប់និយាយទៀតដែរថាឯងមិនបានស្រឡាញ់មនុស្សប្រុសទេហើយសៅអ៊ីរបស់យើងក៏ឆ្លើយវិញយ៉ាងលឿនណាក៏ព្រោះវាជាឯងនឹងហើយស៊ូទ័រលឺហើយក៏ធ្វើទឹកមុខបែបអត់ជឿណាសៅអ៊ីឃើញអញ្ចឹងគេក៏បាននិយាយទាំងចិត្តមុតតែម្ដងក៏និយាយទៅកាន់ស៊ូទ័រថាបើសិនជាឯងមិនជឿអញ្ចឹងចាំខ្ញុំបង្ហាញឲ្យឯងជឿខ្ញុំហើយពេលហ្នឹងគេក៏បានផ្ដាច់ខ្សែកដែលយូជីនឲ្យគេគប់ចោលទៅខាងក្រៅស្ពានតែស៊ូទ័រក៏បានចាប់ដៃជាប់នឹងបានសួរគេថាកំពុងតែធ្វើអីហើយសៅអ៊ីយើងក៏បានប្រាប់ក៏កំពុងតែបញ្ជាក់ចិត្តស្មោះឲ្យស៊ូទ័រយើងបានឃើញនឹងហើយស៊ូទ័ររបស់យើងក៏សើចទាំងហួសចិត្តនឹងមិនមែនគិតថារបស់ប៉ុណ្ណឹងមិនមែនដែលគេជឿប៉ុន្តែសៅអ៊ីរបស់យើងឮអញ្ចឹងហើយក្លាហានតែម្ដងក៏បានឡើងលើដៃស្ពានហើយក៏បានស្រែកមកទំហឹងណាថាគេស្រឡាញ់កោស៊ូទ័រហើយស្រែកបដាក៏យំបដាទៀតស៊ូទ័រនៅពេលដែលឃើញសៅអ៊ីបែបហ្នឹងក៏បានទាញសៅអ៊ីចុះមកក្រោមហើយសៅអ៊ីរបស់យើងក៏បានយំហើយសួរគេថាឃើញអត់ខ្ញុំឥឡូវហ្នឹងហើយបន្ទាប់មកគេក៏បានទៅថើបស៊ូទ័ររបស់យើងតែម្ដងគឺថានារីក្លាហានចំទួតែម្ដងហើយនេះហើយគេក៏បាននិយាយទៀតថាអ្វីដែលជារបស់ខ្ញុំគឺជារបស់ខ្ញុំហើយវានឹងក្លាយជារបស់ខ្ញុំរហូតទៅ
ហើយពួកគេទាំងពីរនាក់ក៏បានសម្លឹងមើលមុខគ្នាយ៉ាងយូរហើយសួរតើរបស់យើងដោយទ្រាំមិនបានគេក៏យំចេញមកតែម្ដងគឺថាអារម្មណ៍រំភើបអ្នកទាំងអស់គ្នាដែលសិតថាតាំងពីដើមឡើយគឺថាសួរតើរបស់យើងនឹងគ្មានសង្ឃឹមថានឹងបានសូអ៊ីស្រឡាញ់វិញទេដល់ពេលអញ្ចឹងទៅធ្វើឲ្យគេមានអារម្មណ៍ថារំភើបខ្លាំងមែនទែនហើយលះហេមលះហាមប៉ុណ្ណឹងហើយសូអ៊ីរបស់យើងក៏មិនភ្លេចសួរគេដែរថាជាស្នាមថាដំបងមែនប៉ុន្តែសួរតើរបស់យើងក៏បានតបទាំងសើចវាមិនមែនជាស្នាមថាដំបងទេសូអ៊ីក៏បានសួរអញ្ចឹងវានៅណាហើយស៊ូទ័រក៏បានប្រាប់គឺនៅក្នុងបន្ទប់ពេទ្យនៅយប់នោះហើយរឿង We Bachelor ភាគ5របស់យើងក៏មកដល់ទីបញ្ចប់អញ្ចឹងទាំងអស់គ្នាកុំភ្លេចតាមដានទស្សនានៅភាគ6ជាមួយខ្ញុំទាំងអស់គ្នាបាយបាយ